ភាគីខាងរយន្តដឹកទំនិញបំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿនដែលថារយន្តគាត់មិនមានភ្លើងបំភ្លឺពីខាងក្រោយសូមស្ដាប់ការបំភ្លឺរបស់ភាគីខាងរយន្តដឹកទំនិញធុនធំជម្រាបសួរបងខ្ញុំបាទឈ្មោះសុកជាគ្រូរថយន្តម៉ាក Hyundai ប្រភេទក្បាលសណ្ដោងដែលបានធ្វើដំណើរពីខាងកំពង់សោមហ្នឹងឆ្ពោះទៅភ្នំពេញហើយមកដល់គីឡូម៉ែត្រលេខ70ហ្នឹងស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍បងថ្ងៃដែលកើតហេតុហ្នឹងរថយន្តខាងខ្ញុំហ្នឹងបានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនហើយមកដល់ចំណុចគីឡូម៉ែត្រលេខ70ហ្នឹងម៉ោង10យប់ស្រាប់តែមានរថយន្តមកបុកពីក្រោយដែលរថយន្តហ្នឹងជារថយន្តប្រភេទសង្គ្រោះបន្ទាន់ដែលមានស្លាកលេខរថហ្នឹងហើយនៅក្នុងកាសែតហ្នឹងគេសរសេរថាឡានខាងខ្ញុំហ្នឹងអត់មានភ្លើងបញ្ជាសញ្ញាចរាចរណ៍ត្រឹមត្រូវតែជាក់ស្ដែងហ្នឹងឡានខ្ញុំមានបំពាក់ភ្លើងសញ្ញាគ្រប់គ្រាន់តាមបច្ចេកទេសរថយន្តទាំងអស់រថយន្តខាងខ្ញុំហ្នឹងមានបំពាក់ភ្លើងត្រឹមត្រូវតាមបច្ចេកទេសយានយន្តទាំងអស់សូមបងប្អូនសាធារណជនក៏ដូចជាអ្នកសារព័ត៌មានក៏មានការយល់ច្រឡំហើយរថយន្តខាងខ្ញុំហ្នឹងបានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនឆ្ពោះមកភ្នំពេញដែលបើកតាមកន្លងធម្មតាកន្លងខាងស្ដាំហ្នឹងដោយមិនបានបំពេញកន្លងឬបំពេញច្បាប់ចរាចរណ៍ណាមួយឡើយដូច្នេះខ្ញុំសូមសំណូមពរទៅដល់សមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាប្រព័ន្ធច្បាប់សូមមេត្តាជួយរកយុត្តិធម៌ឲ្យខាងឡានខ្ញុំផងព្រោះអីរថយន្តខាងខ្ញុំហ្នឹងអត់បានខុសទេឡានសង្គ្រោះពាក់ស្លាកលេខរថទេដែលគាត់បើកអត់ដឹងថាបើកល្បឿនប៉ុណ្ណាហើយណាមួយថ្ងៃយប់ថ្ងៃហ្នឹងមេឃភ្លៀងខ្លាំងអត់ដឹងថាគាត់បើកល្បឿនប៉ុណ្ណាហើយវេចកោតអិលយ៉ាងណាបានមកបុកពីក្រោយឡានខាងខ្ញុំហ្នឹងសូមរំលឹកថាបរិសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺនិងមនុស្សប្រុសស្រីចំនួន5នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលខណៈដែលរយន្តសាមុយបើកបុកពីក្រោយរយន្តដឹកទំនិញធុនធំនៅលើផ្លូវល្បឿនលឿនយ៉ាងពេញទំហឹងហេតុការណ៍រយន្តសាមុយបុករយន្តធុនធំបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសនេះបានកើតឡើងកាលពីយប់ថ្ងៃទី1ខែតុលាឆ្នាំ2025នៅលើផ្លូវល្បឿនលឿនចំណុច PK 70/400ស្ថិតក្នុងភូមិពីមតោងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺយោងតាមអ្នកច្បាប់បានឲ្យដឹងថាទី1ការបើកបររយន្តនៅលើផ្លូវសាធារណៈនៅពីក្រោយរថយន្តមួយទៀតគឺអ្នកបើកបរនៅខាងក្រោយទៅរក្សានៅចន្លោះសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិចនៅពេលរថយន្តខាងមុខបន្ថយល្បឿនឬឈប់ដោយចៃដន្យណាមួយកើតឡើងឧទាហរណ៍ចន្លោះសុវត្ថិភាពមានដូចជារថយន្តបើកបរនៅក្រៅទីក្រុងឬទីប្រជុំជនត្រូវប្រើល្បឿន40គីឡូម៉ែត្រក្នុង1ម៉ោងហើយត្រូវរក្សាចន្លោះសុវត្ថិភាព24ម៉ែត្រចំណែកឯរថយន្តបើកបរនៅក្រៅទីក្រុងឬទីប្រជុំជនគឺត្រូវប្រើល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងដោយត្រូវទុកចន្លោះសុវត្ថិភាព36ម៉ែត្ររីឯរថយន្តដែលបើកបរនៅក្រៅទីក្រុងឬទីប្រជុំជនគឺត្រូវប្រើល្បឿន70គីឡូម៉ែត្រក្នុង1ម៉ោងដោយត្រូវទុកចន្លោះសុវត្ថិភាព42ម៉ែត្រមាត្រាទី18នៃច្បាប់ចរាចរណ៍ផ្លូវគោកតើអ្នកបើកបររថយន្តនៅខាងក្រោយមានប័ណ្ណបើកបរត្រឹមត្រូវតាមច្បាប់តម្រូវទៅតាមប្រភេទយានយន្តក1ក2ខកខ1ខ2ងហើយគាត់ស្ថិតក្នុងស្ថានភាពស្រវឹងដែរឬទេមាត្រា75 77នៃច្បាប់ចរាចរណ៍ផ្លូវគោកហេតុដូចនេះហើយអ្នកបើកបរយន្តនៅខាងក្រោយគាត់មានការធ្វេសប្រហែសខ្ជាឬមិនបានប្រុងប្រយ័ត្នដែលច្បាប់បានតម្រូវឲ្យបំពេញនៅក្នុងករណីនេះអ្នកបើកបរយន្តនៅពីក្រោយត្រូវជាប់ចោទពីបទមនុស្សឃាតដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលយោងតាមមាត្រា207នៃក្រមព្រហ្មទណ្ឌឬតាមមាត្រា85ច្បាប់ចរាចរណ៍ផ្លូវគោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំពិន័យជាប្រាក់ពី4លានរៀលទៅ15លានរៀលអាចត្រូវផ្ដន្ទាទោសដោយទោសបន្ថែមឬច្រើនទៀតដូចចែងនៅក្នុងមាត្រា53នៃក្រមព្រហ្មទណ្ឌករណីនេះអ្នកបើកបរយន្តខាងមុខមិនមានទោសទេទោះបីជាគេទៅបុកគាត់ពីក្រោយក៏ដោយព្រោះថា
ដើម្បីឲ្យអ្នកបើកបរយន្តខាងមុខទទួលខុសត្រូវសំណងអ្នកបើកបរយន្តខាងក្រោយបានលុះត្រាតែបំពេញលក្ខខណ្ឌនៃអង្គើអនិច្ចានុកោកើតឡើងដូចជាធម្មតាប្រសិនបើអ្នកបើកបរយន្តខាងមុខគាត់មិនមានឆន្ទៈឬចេតនាចង់ឲ្យអ្នកបើកបរយន្តខាងក្រោយទៅបុករថយន្តរបស់គាត់ទាំងតែមានភ្លើងសញ្ញាបំភ្លឺនៅខាងក្រោយតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវជាពិសេសគាត់បានដាក់សញ្ញាសម្គាល់ខាងក្រោយដូចជានៅពេលយំគាត់ដាក់កញ្ចក់ពន្លឺដើម្បីឲ្យអ្នកខាងក្រោយមើលឃើញនិងមានការប្រុងប្រយ័ត្នតាក់ទងហេតុនិងផលដើមចមនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺដោយសាររថយន្តខាងក្រោយដែលគាត់បានប្រើល្បឿនហួសកំណត់និងមិនទុកចន្លោះសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមច្បាប់បានចែងមាត្រា74នៃក្រមរដ្ឋបវេនីសរុបសេចក្តីមកអ្នកបើករថយន្តនៅខាងមុខគឺគាត់មិនមានការទទួលខុសត្រូវនោះទេប្រសិនបើគាត់បានបំពេញលក្ខខណ្ឌដែលបានលើកឡើងខាងលើនេះហើយយើងរងចាំមើលថាតើខាងប្រព័ន្ធតុលាការមានចំណាត់ការបែបណាហើយតើពេលណាទើបតុលាការកាត់ក្តីបញ្ចប់រឿងនិងប្រគល់រថយន្តដឹកទំនិញធុនធំឲ្យតាមសំណើរបស់ម្ចាស់រថយន្តយកទៅប្រើប្រាស់វិញ